បាទជំរាបសួរលោកគ្រូហើយខ្ញុំមកពីក្រុម SW25 ហើយនេះគឺជាបច្ចេករបស់សមាជិកខ្ញុំទាំងអស់សមាជិកខ្ញុំទាំងអស់គឺមានទាំងអស់7នាក់បាទទាំងអស់មាន7នាក់ហើយចាខ្ញុំដាក់ឈ្មោះនៅខាងលើហ្នឹងហើយទាំងអស់នេះគឺជាបច្ចេកខ្ញុំបានបង្កើត website មួយដែលប្រើ Node.js នៅក្នុងនេះគឺខ្ញុំមាន footer វាមាន header វាមាន iPad វាមាន iPhone វាមាន Mac វាមានwatch នេះមានន័យថា iWatch នាฬิកា iWatch របស់យើងហើយនៅក្នុងនេះនៅពេលដែលយើងបង្កើតមកយើងត្រូវswitch ជាមួយនឹងapp របស់យើងនៅក្នុង app នេះបាទយើងទៅ save script យើងមាន header មាន footer នៅក្នុងនេះវាផ្ទុកពីរហ្នឹងហើយនៅក្នុង app router របស់យើងគឺមានចំនួនដើម្បី switch គ្នាទៅវិញទៅមកបាទហើយអានេះខ្ញុំសុំលុបចេញដោយសារនេះខ្ញុំត្រូវការទេបាទអានេះក៏ខ្ញុំត្រូវការលុបដែរហ្នឹងហើយបាទហើយទាំងអស់នេះគឺជាlink ដែលយើងត្រូវ link ទៅ4ហ្នឹងមាន Mac វាមាន iPad វាមាន Word វាមាន iPad អញ្ចឹងទៅឥឡូវនេះកុំឲ្យខាតពេលយូរយើងទៅរ៉ាន់មើលទាំងអស់គ្នាsorry mgsource.o បាទចាំតិចលោកគ្រូពីពងតនាការអូខេវាប្រាប់ថា error កន្លែងកូដនេះអូខេខ្ញុំទៅមើលសុំមើលកូដ present បាទកន្លែងនេះគឺវា error នៅមិញហ្នឹងខ្ញុំលុបកន្លែងហ្នឹងចោលចង់វា load error ឥឡូវនេះគឺយើង fix វាហើយយើងទៅវាយដើម្បីឲ្យយើងលុប fix វាត្រូវគឺវា run ឲ្យយើងមកគឺត្រូវហ្មងបាទអានេះគឺជា MacBook page home page របស់យើងផ្ទាល់តែម្ដងហើយអានេះគឺជា iPad home iPad របស់យើងគឺខ្ញុំអត់ចង់ដាក់ឲ្យវាច្រើនណាស់ទេដើម្បីកុំឲ្យកូដនឹងញ៉ៃពេកអានេះ iWatch របស់យើងបាទគឺខ្ញុំ design បែបហ្នឹងហើយមួយទៀតគឺ iPad គឺយើង link បាន3-4 page ហ្នឹងលោកគ្រូប៉ុន្តែនេះខ្ញុំអត់បាន link ទេហ្នឹងហើយហើយតកតងជាមួយនឹងកូដវិញយើងទៅមើលកូដវិញម្ដងអានេះជាកូដ footer របស់ខ្ញុំអានេះជា CSS ហើយនេះគឺជាមកជួរនេះគឺជា footer ហើយសម្រាប់មកជួរ header file អូខេសុំបន្តិចមកជួរ header file នេះគឺនេះកូដ CSS អានេះជា header file របស់យើងដល់ពេលដែលយើងប្រើ router យើងប្រើ link router ដើម្បីហៅអ្វីដែលយើងបានដាក់នៅក្នុង route នេះយកមកប្រើបាទនេះគឺជាកូដរបស់ខ្ញុំ header file វាមានខ្ញុំ link បានគឺមាន Mac វាមាន iPhone វាមាន Word វាមាន iPad ក្រៅពីនេះគឺខ្ញុំអត់បាន link ឲ្យវា router មកបានទេបាទហើយសម្រាប់ iPad នេះជាកូដរបស់ខ្ញុំយើងមានcategory យើងមាន description information មានប្រភេទហើយរូបភាពហើយសម្រាប់នេះវិញតម្លៃនិងការណែនាំឲ្យគេទិញឥឡូវហ្នឹងចឹងទៅនឹងឯងវាមានតែប៉ុណ្្នឹងទេកូដគឺវាស្តៀងគ្នាតែប៉ុណ្្នឹងហើយសម្រាប់ CSS វិញសម្រាប់ HTML ខ្ញុំធៀបចំវាបែបនេះវាមាន header file វាមាន router ដែលយើងទុកជាមួយនឹងការ link របស់យើង3-4មួយហ្នឹងហើយសម្រាប់ footer ខ្ញុំដាក់នៅខាងក្រោមដូចគ្នាដែរនៅពេលដែលយើងវាយ CSS យើងប្រកាសជាមាន header ខាងលើនេះហើយយើងមាន margin zone padding zone ជាមួយនឹងbox sizing គឺ border ហើយជាមួយនឹង border របស់យើងគឺខ្ញុំរៀបចំវាបែបនេះបាទហើយមួយទៀតតកតងជាមួយនឹងកន្លែងនេះគឺខ្ញុំបានបញ្យល់ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាលោកគ្រូនឹងយល់និងបើមានកន្លែងណាខុសឆ្គងអីគឺលោកគ្រូសូមអធិស្ឋានផងអរគុណច្រើនលោកគ្រូ